ភ្នែកនឹងការរត់ប្រសាយពេញដងផ្លូវបានប្រែក្លាយការឲ្យក្បួនរបស់សិស្សនិស្សិតរាប់ម៉ឺននាក់ទៅជាការប៉ះទង្គិចហិង្សានៅកណ្ដាលទីក្រុង New Delhi ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី20បន្តដល់ថ្ងៃទី21ខែកក្កដាឆ្នាំ2026បាតកោបានរុញរបាំងនិងព្យាយាមសម្រុកទៅសភាឥណ្ឌាដើម្បីទាមទារឲ្យរដ្ឋមន្ត្រីអប់រំលោក Dharmendra Pradhan ចុះចេញពីតំណែងជុំវិញរឿងធ្លាយវិញ្ញាសាប្រឡងនិងការចោទប្រកាន់អំពើពុករលួយក្នុងប្រព័ន្ធអប់រំនគរបាលបានដាក់របាំងបិទផ្លូវជាច្រើនជាន់ប៉ុន្តែបាតកោមួយចំនួននៅតែព្យាយាមបំបែកខ្សែការពារកងកម្លាំងសន្តិសុខឥណ្ឌាបានប្រើដំបងឆក់និងឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងមនុស្សបាតកោត្រូវបានចាប់ខ្លួនអូសចេញពីផ្លូវនិងខ្លះរត់គេចពីការបង្ក្រាបការប៉ះទង្គិចបានបណ្ដាលឲ្យមនុស្សជិត180នាក់រងរបួសរួមមានទាំងបាតកោនិងនគរបាលនេះបើយោងទៅតាម AP និង The Guardian នគរបាលក្រុង New Delhi ចោទថាក្រុមបាតកោរុញរបាំងគប់ដុំថ្មនិងបង្កការខូចខាតប៉ុន្តែក្រុមអ្នករៀបចំបាតកម្ម CJP ចោទថាសមត្ថកិច្ចជាអ្នកប្រើកម្លាំងហួសហេតុទៅលើការតវ៉ាដែលពួកគេចង់ធ្វើដោយសន្តិវិធីចលនានេះផ្ទុះឡើងដោយសារតែកំហឹងរបស់យុវជនចំពោះការធ្លាយវិញ្ញាសាប្រឡងការរៀបចំការប្រឡងមិនប្រក្រតីនិងការចោទថាអ្នកមានលុយអាចទិញឱកាសខណៈដែលសិស្សរាប់លានអ្នកត្រូវប្រកួតប្រជែងយ៉ាងតឹងរ៉ឹងដើម្បីបានចូលសាកលវិទ្យាល័យនិងរកការងារធ្វើក្រុមបាតកោទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធកែតម្រង់ប្រព័ន្ធប្រឡងនិងឲ្យរដ្ឋមន្ត្រីអប់រំទទួលខុសត្រូវនៅថ្ងៃទី21កក្កដាបាតកោជាង 5000 នាក់បន្តប្រមូលផ្ដុំនៅតំបន់ចន្ទតាមាតាបើទោះបីជាមានការបង្ក្រាបកាលពីមួយថ្ងៃមុនក៏ដោយមេដឹកនាំចលនានេះប្រកាសថាការតវ៉ានឹងបន្តរហូតដល់រដ្ឋាភិបាលឥណ្ឌាមានចំណាត់ការជាក់ស្ដែងខ្ញុំរស់សុធាពី News Today NTTVដែលបងប្អូនទួររកហើយដើម្បីតបស្នងដល់ការគ្រប់គ្រងនិងការតន្ទឹងរង់ចាំក្នុងឱកាសខួប15ឆ្នាំនៃក្រុមហ៊ុន Angkor Green ផ្ដល់ជូនຂະຫນាត់យក្សមិនធ្លាប់មានបញ្ចុះតម្លៃពិសេសលើត្រាក់ទ័រ New Holland រហូតដល់$8,500ចំនួនមានកំណត់ផ្ដល់ជូនចាប់ពីថ្ងៃនេះដល់31សីហា2026តែប៉ុណ្ណោះ